មកចុងសប្តាហ៍អ្នកនៅភ្នំពេញផ្ទាល់និងអ្នកឡើងពីខេត្តទៅលេងភ្នំពេញពីណាគេអត់ដឹងថាទៅនាំកូនទៅកន្លែងណាឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាទៅកន្លែងមើលសួនដៃណូស័រយើងនៅផ្លូវ OCIC នៅចុងសប្តាហ៍កន្លែងហ្នឹងគេអត់គិតលុយណា free ភាគច្រើនក្មេងៗឲ្យទៅសួនសត្វដៃណូស័រអីចឹងណាគឺចូលចិត្តណាស់ទោះបីជាកូនក្មេងខ្លះគាត់រៀងខ្លាចបន្តិចតែក៏នៅតែចង់ចូលដែរត្រូវអត់អញ្ចឹងកន្លែងសួនសត្វ Dinosaur នៅ OCIC នៅភ្នំពេញនេះនៅពេលរៀងរាល់ចុងសប្តាហ៍យើងចូលទៅទស្សនាគឺអត់មានការគិតលុយអីទេហើយពេលដែលបងប្អូនចូលទៅដល់ហ្នឹងអាចទស្សនាដោយសេរីទៅលើតាក់ទងជាមួយនឹង Dinosaur ដែលគាត់បានតាំងបង្ហាញហ្នឹងហើយ Dinosaur ហ្នឹងមិនមែននៅថ្មឹងមកកន្លែងទេណាសិតតែអាចអង្គើបានណាមើលទៅដូចមានជីវិតអញ្ចឹងនិយាយទៅគឺគេរៀបចំមកមើលទៅដូចពិតចឹងវាអាចអង្គើបានហើយវាអាចស្រែកឮសូរសលេងអីចឹងអាមុំស្រែកតើរៀងធំស្រែកទៅរៀងផ្អើលដែរហ្នឹងដូចកូនប្រុសខ្ញុំអី fan Dinosaur ផ្កាប់មុខហើយចូលចិត្តណាស់ទៅដល់ធ្វើតារាប់តាម Dinosaur ផងថតជាមួយផងស្ទាបផងឡើងជីផងអូយបងអើយសប្បាយដល់កហ្មងនៅក្នុងសួន Dinosaur នោះដែរគឺមិនមែនមានតែតាំងបង្ហាញ Dinosaur តែមួយមុខទេនៅក្នុងនោះគេក៏មានជាកន្លែងលេងល្បែងសម្រាប់កុមារដូចជាជិះឡានបុកគ្នាបុកអីអញ្ចឹងណាពេលដែលយើងចូលទៅហ្នឹងការដេកហ្នឹងគឺស្អាតមែនតើហើយសិតតែដើមឈើធំវាស័ក្តិសមជាមួយនឹងរូប Dinosaur ហ្នឹងអញ្ចឹងដូចពិភព Dinosaurនិយាយទៅមានគ្រប់ប្រភេទ Dinosaur មានតាំងពីអាពួកកវែងមានអាបើកអីគេអាកន្លែងតិចកវាអាកប៉ាងធំមានអាត្មងច្រើនមានអីចឹងមានអាហោះបានមើលអាដូចអីគេដូចសត្វល្មាសអត់អីហើយអង្គើហើយនៅក្នុងនឹងដែរគេមានរៀបជាទឹកជ្រោះទឹកអីអញ្ចឹងបងប្អូនឃើញនេះអាកន្លែងទឹកជ្រោះនេះស្អាតណាស់ចូលមើលទៅចាប់ចិត្តហ្មងហើយការដែលគាត់របស់គាត់ហ្នឹងគឺរៀបតាមផ្នែកដូចជាកន្លែងមិញហ្នឹងគឺគ្រាន់តែសួនយើងដើរមកឃើញ Dinosaur ហើយបន្ទាប់មកមានដល់អាផ្នែកនេះគឺអាផ្នែកដូចនៅវាខ្សាច់ចឹងមានអាដំបងយក្សធំអីចឹងទៅអាចឲ្យកូនយើងថតរូបលេងហើយមើលទស្សនាតាមហ្នឹងដូចគ្នាទៅហើយគេមានអ្នកគេធ្វើដូចDinosaur ជាប់ធុងហ្នឹងប៉ុន្តែងាប់ហើយកូនខ្ញុំ2នាក់ក្មួយខ្ញុំអត់មានខ្លាចទេអត់មានចូលជាប់ធុងទេចូលក្នុងធុងហ្នឹងតែម្ដងនេះអាកន្លែងនេះគឺរូងភ្នំណាកន្លែងរូងភ្នំហ្នឹងក៏ស្អាតដែរពេលដែលយើងចូលទៅគេមានតសេប្រភេទ Dinosaur ហ្នឹងជា Dinosaur អីគេដាក់រូបគេដាក់តាំងបង្ហាញចឹងទៅគេមានជារូបក្រុងឆ្អឹងក្រុងអីរបស់ Dinosaur ការរស់នៅរបស់ Dinosaur ហ្នឹងអីមិនអញ្ចឹងណាបងប្អូន
និយាយទៅកន្លែងហ្នឹងរៀងធំតិចដែរបើសិនជាអ្នកទាំងអស់គ្នាថាអូខ្ជិលដើរឬក៏មានយកចាស់ណាដើរជាមួយយើងអីចឹងគាត់ខ្ជិលដើរអាចឲ្យគាត់ជាយទីភ្លើងនេះបានដូចជាមួយទូហ្នឹង$2ឬក៏ម្នាក់$2ខ្ញុំភ្លេចបាត់ហើយអ្នកទាំងអស់គ្នាអាចទៅដល់សួរនាំគាត់បន្ថែមទៀតបានណាជិះយកជាទីភ្លើងនឹងដើរមើលជុំវិញហ្នឹងក៏ល្អដែរអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ